ចាស់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាចូលលួចលូកខោប៉ៅរបស់ភ្ញៀវបរទេសដែលបានមកលេងស្រុកខ្មែរយើងករណីមួយនេះបានកើតឡើងនៅម្ដុំផបទ្រីបចាស់បងប្អូនប្រិយមិត្តទាំងអស់គ្នានេះគឺជាលុយដុល្លាររបស់ជនបរទេសដែលនៅក្នុងហោប៉ៅជនបរទេសដែលនារី2នាក់បានលូកដៃលួចយកបានម្នាក់បានយល់ច្រឡំថាចោរទាំង2នាក់នេះគឺជាស្រីក៏ប៉ុន្តែមិនមែនជាស្រីទេគឺជាប្រុសដែលភាគច្រើនគេនិយមហៅថាជាភេទទី3ចាស់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាពួកគេទាំង2នាក់នេះគឺផ្ទុកសារធាតុញៀននៅក្នុងខ្លួនឲ្យតែផ្ទុកសារធាតុញៀនអ្វីក៏ពួកគេហ៊ានធ្វើដែរមិនថារឿងលួចឬក៏រឿងឆក់ឬក៏សកម្មភាពផ្សេងនោះទេគឺបានកើតឡើងដោយសារតែញៀនជាអ្នកបញ្ជាពួកគេដូចនេះសូមពុកម៉ែបងប្អូនយុវជនយុវនារីត្រូវតែមានការប្រុងប្រយ័ត្នឲ្យខ្លាំងមែនទែនចំពោះគ្រឿងញៀនហើយត្រូវតែសន្យាជាមួយទៅនឹងខ្លួនឯងថាកុំនៅជិតកុំនៅក្បែរកុំសាកទើបយើងម្នាក់អាចគេចផុតពីគ្រឿងញៀននេះបានករណីចាប់ខ្លួននៅថ្ងៃទី6ខែមិនិនាឆ្នាំ2025នៅវេលាម៉ោង 3:00 នាទីទៀបភ្លឺវីដេអូមួយឃ្លីបនេះសង្ឃឹមថាពុកម៉ែបងប្អូនបានស្រឡាញ់និងចូលចិត្តនិងជួយ share ចែករំលែកដើម្បីបានវីដេអូថ្មីជារៀងរាល់ថ្ងៃជាចុងក្រោយក៏ផ្ញើជូនដល់ពុកម៉ែបងប្អូនធ្វើដំណើរនៅតាមដងផ្លូវគួរតែពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នាដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ជម្រាបលាជួបគ្នាជាមួយនឹងវីដេអូថ្មី